Okay, so today I'm talking about welcome back to my video ជាបន្តទៀតហើយអញ្ចឹងថ្ងៃនេះឆ្លើយតបទៅកាន់សំណួរបងប្អូនចំពោះការសាកសួរមកកាន់បងថាបងតើការសិក្សាទៅលើជំនាញនេះការវាមានភាពលំបាកខ្លាំងអត់អូខេអញ្ចឹងថ្ងៃនេះឆ្លើយតបទៅកាន់សំណួរបងប្អូនវិញចំពោះបងប្អូនដែលត្រៀមខ្លួនក្នុងការប្រឡងចូលមកកាន់ផ្នែកវិស័យសុខភាពបាលហើយជ្រើសរើសទៅលើការសិក្សាទៅលើជំនាញដុកទ័រចំពោះការសិក្សាទៅលើជំនាញដុកទ័រគឺយើងដឹងថាការសិក្សាទៅលើជំនាញមួយហ្នឹងគឺវាទាមទារពេលវេលាយូរសម្រាប់យើងខ្លាំងមែនទែនទៅពេលយើងទទួលបានជោគជ័យក៏ដូចជាការបញ្ចប់ការសិក្សាទៅលើជំនាញដុកទ័រហើយមួយទៀតគឺអាស្រ័យទៅលើការតស៊ូព្យាយាមបងប្អូនថាតើការសិក្សាទៅលើជំនាញហ្នឹងគឺយើងពិតជាចង់រៀនក៏ដូចជាការស្រឡាញ់ទៅលើវិស័យផ្នែកមួយនឹងមែនអត់បើសិនជាយើងតាមគ្នាអាចថាការសិក្សារបស់យើងអាចមានជួបកត្តាបញ្ហាច្រើនតែបើសិនជាយើងសម្រេចចិត្តថាការចុះឈ្មោះត្រៀមជឿទៅលើជំនាញ VR ហ្នឹងពិតប្រាកដថាយើងពិតជាស្រឡាញ់ទៅលើជំនាញហ្នឹងមែនអាចថាវាជាកត្តាដ៏ធំមួយដែលជា motivation សម្រាប់ឲ្យយើងឆ្ពោះទៅរកភាពជោគជ័យបូកជាមួយនឹងការខំប្រឹងរៀនក៏ដូចជាការតស៊ូអំណត់របស់យើងផងដែរអូខេអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងទទួលបានការចែករំលែកពីបងទៅកាន់បងប្អូនទាំងអស់គ្នាផងដែរអូខេបាយបាយអ្នកទាំងអស់គ្នា see you for the next video bye bye